ជំពូកទី2មន្ត្រីនគរបាលយុតិធធផ្នែកទី1ការទទួលបាននៅគុណសម្បត្តិជាមន្ត្រីនគរបាលយុតិធធមាត្រា60មន្ត្រីនគរបាលយុតិធធមានគុណសម្បត្តិជាមន្ត្រីនគរបាលយុតិធធ1មន្ត្រីនគរបាលជាតិមានឋានន្តរស័ក្តិចាប់ពីអនុសេនីយ៍ត្រីឡើងទៅដែលបានបម្រើការងារយ៉ាងតិចបំផុត2ឆ្នាំក្នុងនគរបាលជាតិរួចហើយបន្ទាប់ពីបានទទួលសញ្ញាបត្រជាន់ខ្ពស់ខាងនគរបាលយុតិធធ2នីតិហ៊ាននៃកងរាជអាវុធហត្ថដែលបានបម្រើការងារយ៉ាងតិចបំផុត2ឆ្នាំក្នុងកងរាជអាវុធហត្ថរួចហើយបន្ទាប់ពីបានទទួលសញ្ញាបត្រជាន់ខ្ពស់ខាងនគរបាលយុតិធធ3អ្នកមានឋានន្តរស័ក្តិនិងមុខងារដូចខាងក្រោម កអភិបាលនិងអភិបាលរងខេត្តក្រុងអភិបាលនិងអភិបាលរងស្រុកខណ្ឌនិងមេឃុំចៅសង្កាត់ខប្រធាននិងអនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុតិធធប្រធាននិងអនុប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខនិងប្រធាននិងអនុប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈនៃស្នងការរដ្ឋាននគរបាលជាតិគប្រធាននិងអនុប្រធាននាយកដ្ឋានប្រធាននិងអនុប្រធានការិយាល័យប្រធាននិងអនុប្រធានផ្នែកដែលទទួលបន្ទុកកិច្ចការព្រហ្មទណ្ឌនិងស្ថិតនៅក្រោមឱវាទរបស់នាយកដ្ឋានកណ្ដាលនគរបាលយុតិធធនាយកដ្ឋានកណ្ដាលសន្តិសុខនិងនាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈខប្រធាននិងអនុប្រធាននាយកដ្ឋានប្រធាននិងអនុប្រធានការិយាល័យប្រធាននិងអនុប្រធានផ្នែកនៃត្រី1នាយកដ្ឋាននគរបាលព្រំដែនចំពោះបទល្មើសឆ្លងដែនត្រីទី2មន្ត្រីប្រឆាំងគ្រឿងញៀនត្រីទី3នាយកដ្ឋាននគរបាលទេសចរត្រីទី4ស្នងការពិសេសការពារបេតិកភណ្ឌងស្នងការនិងស្នងការរងនគរបាលខេត្តក្រុងចប្រធាននិងអនុប្រធានការិយាល័យប្រធាននិងអនុប្រធានផ្នែកដែលទទួលបន្ទុកការងារព្រហ្មទណ្ឌចម្រុះស្នងការនគរបាលខេត្តក្រុងដូចជាត្រី1ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់និងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលត្រី2ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនត្រី3ការិយាល័យនគរបាលសេដ្ឋកិច្ចត្រី4ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រព្រហ្មទណ្ឌត្រី5ការិយាល័យប្រឆាំងគ្រឿងញៀនត្រី6ការិយាល័យប្រឆាំងភេរវកម្មនិងការិយាល័យត្រី7ការិយាល័យជនបរទេសឆអធិការនិងអធិការរងប្រធាននិងអនុប្រធានផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកខណ្ឌជប្រធាននិងអនុប្រធានការិយាល័យនគរបាលចរាចរណ៍ប្រធាននិងអនុប្រធានផ្នែកនគរបាលចរាចរណ៍ចំពោះបទល្មើសចរាចរណ៍ប្រធាននិងអនុប្រធានការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះនិងប្រធាននិងអនុប្រធានផ្នែកការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះចំពោះបទល្មើសអាវុធជាតិផ្ទុះប្រធាននិងអនុប្រធានអង្គភាពប្រធាននិងអនុប្រធានការិយាល័យនគរបាលទេសចរនិងប្រធានអនុប្រធានផ្នែកនៃការិយាល័យនគរបាលទេសចរឈប្រធាននិងអនុប្រធានប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ចំពោះបទល្មើសព្រហ្មទណ្ឌញមេបញ្ជាការនិងមេបញ្ជាការរងកងរាជអាវុធហត្ថដែលទទួលបន្ទុកកិច្ចការព្រហ្មទណ្ឌដមេបញ្ជាការ
និងមេបញ្ជាការរងកងរាជអាវុធហត្ថប្រចាំខេត្តក្រុងដែលទទួលបន្ទុកកិច្ចការព្រហ្មទណ្ឌថមេបញ្ជាការនិងមេបញ្ជាការរងកងរាជអាវុធហត្ថប្រចាំស្រុកខណ្ឌដែលទទួលបន្ទុកកិច្ចការព្រហ្មទណ្ឌដប្រធាននិងអនុប្រធានការិយាល័យប្រធាននិងអនុប្រធានផ្នែកនៃកងរាជអាវុធហត្ថទទួលបន្ទុកកិច្ចការព្រហ្មទណ្ឌធប្រធាននិងអនុប្រធានអង្គភាពផ្សេងទៀតដែលទទួលបន្ទុកកិច្ចការស៊ើបអង្កេតបទល្មើសព្រហ្មទណ្ឌដែលត្រូវបានបង្កើតឡើងក្នុងករណីចាំបាច់រដ្ឋមន្ត្រីជាអាណាព្យាបាលនៃមន្ត្រីនគរបាលឬជាអាណាព្យាបាលនៃនីតិហ៊ានកងរាជអាវុធហត្ថទាំងឡាយដែលមានចែងក្នុងចំណុចទី1ទី2និងទី3នៃមាត្រានេះមានភារកិច្ចតែងតាំងមន្ត្រីនគរបាលនិងនីតិហ៊ានកងរាជអាវុធហត្ថទាំងឡាយណាដែលត្រូវបំពេញមុខងារជាមន្ត្រីនគរបាលយុត្តិធម៌ដោយប្រកាសរួមជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌